วิธีง่ายๆមែនតើដើម្បីជឿទុកចិត្តទៅលើអ្នកណាគេម្នាក់មិនប្រកាសថាគាត់ជាគ្រូហុងស៊ុយសំបីតែផ្នែកផ្សេងក៏ដោយទីមួយយើងមើលភាពជោគជ័យរបស់គាត់យើងមើលថាតើគាត់ជាមនុស្សបែបណាយើងមើល background របស់គាត់ពី background របស់គាត់ជាមនុស្សបែបណាបច្ចុប្បន្នគាត់ជោគជ័យបែបណាអញ្ចឹងពេលដែលគាត់និយាយពីភាពជោគជ័យរបស់គាត់ហ្នឹងភាពជោគជ័យហ្នឹងមានពិតមែនអត់បាទទី3មើលទៅលើពាក្យសម្ដីរបស់គាត់ហ្នឹងពេលដែលគាត់និយាយហ្នឹងគាត់គោរពពាក្យសម្ដីរបស់គាត់អត់ហើយចំណុចសំខាន់បន្ថែមទៀតហ្នឹងយើងមើលបុគ្គលិកលក្ខណៈជឿជាក់ថាបងទាំងអស់គ្នាអាចនឹងមានមួយចំនួនភាគច្រើនដែរគាត់ដឹងហើយថាតើបុគ្គលបែបណាដែលស័ក្តិសមជាមើលមកជាគ្រូរបស់យើងអាចឲ្យយើងទុកចិត្តបានបើខ្ញុំគិតថាគ្រូហុងស៊ុយជួយមើលផ្ទះខ្ញុំខ្ញុំទៅមើលផ្ទះគាត់មុនសិនបាទអាចចឹងបានទេលោកគ្រូត្រឹមត្រូវពិតជាត្រឹមត្រូវពីព្រោះថាបើសិនជាផ្ទះរបស់គាត់មិនបានរក្សានៅអនាម័យឬក៏មិនមានក្លិនល្អឬក៏គេហៅថាតាំងរបស់ដែលពិឃាតទឹះឬក៏គ្មានរបៀបរៀបរយអាហ្នឹងក៏អត់បានផលដូចគ្នាដែរចាអូដល់ចំណុចនេះខ្ញុំធ្លាប់មានឃើញករណីថាការរៀបចំហុងស៊ុយផ្ទះខុសអាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកនៅទៀតមែនទេលោកគ្រូពិតជាត្រឹមត្រូវក្នុងខេសហ្នឹងគេហៅថាខេសដែលកម្រជួនកាលរាសីរបស់គាត់ក្នុងឆ្នាំនេះគាត់ប៉ះឧទាហរណ៍ថាក្នុងឆ្នាំនេះគឺឆ្នាំអាសាញ់គាត់មានកុលក្នុងតួរាសីមិនថាមួយតួឬក៏ពីរតួហើយជាប្រភេទរាសីឆុងស៊ុយអត់ត្រូវការគាត់អត់ត្រូវការធាតុភ្លើងទេចៃដនអីពេលដែលរាសីធ្លាក់អញ្ចឹងប្រៀបដូចជាគាត់ដើរនៅលើផ្លូវដែលគេយកកណាត់ខ្មៅចងភ្នែកគាត់អញ្ចឹងគាត់គិតឃើញអ្វីដែលខុសប៉ុន្តែគាត់គិតថាហ្នឹងត្រូវពេលដែលគាត់ធ្វើអញ្ចឹងទាញឲ្យគាត់ទីមួយអាចនឹងថាជ្រើសរើសគ្រូហុងស៊ុយដែលមិនមានជំនាញច្បាស់លាស់ទីពីរអាចថាគាត់ជឿលើក្បួនហុងស៊ុយដែលគេផ្សាយតាម social media ហើយយកគាត់យកទៅអនុវត្តដែលបានរកវិលល្អអញ្ចឹងអារិស័យហ្នឹងវាទាញឲ្យគាត់គិតបែបហ្នឹងពេលដែលរិស័យធ្លាក់ហើយទាញឲ្យគាត់គិតរៀបហុងស៊ុយធ្លាក់ទៀតអាហ្នឹងគេថាត្រួតហើយវេលាដែលគាត់ចាប់ផ្ដើមមកមេឃដីមនុស្សអត់រួមគ្នាទៀតពិឃាតទឹះទៀតទឹកវេលាធ្វើឲ្យគាត់មានបញ្ហាហ្នឹងបើមានបញ្ហាតែគាត់មិនអត់អីទេចុះបើសិនជាសមាជិកគ្រួសារក្មេងៗតូចៗឬក៏ម៉ាក់ប៉ានៅក្នុងផ្ទះជាមួយគ្នាដែរអាហ្នឹងគេហៅថាយើងកំពុងជិះទូកមួយរួមគ្នាបើសិនជាមានបញ្ហាគឺមានបញ្ហាទាំងអស់គ្នា